សួស្តីកំពតពីទឹកដីកំពតជាទឹកដីមួយដែលមានធនធានច្រើនមិនចាញ់បរទេសប៉ុន្មានទេមានទាំងសមុទ្រនិងភ្នំស្អាតឲ្យតែយើងចេះកែច្នៃចេះរៀបចំវានឹងប្រសើរឡើងខ្លាំងមែនទែនហើយធានាថាមិនចាញ់បរទេសនោះឡើយហើយក៏ជាភាពទាក់ទាញមួយដែលផ្ដល់ឲ្យប្រជាជនខ្មែរមានចំណូលមានការងារធ្វើពីវិស័យទេសចរណ៍ហើយក៏នាំជាតិខ្មែរឲ្យរីកចម្រើនតាមរយៈការអភិវឌ្ឍនានានៅក្នុងទឹកដីផ្សេងនៃខេត្តផ្សេងនៅក្នុងប្រទេសជាតិកម្ពុជានឹងធ្វើឲ្យវិស័យទេសចរណ៍មានភ្ញៀវទេសចរណ៍កើនឡើងច្រើនឡើងហើយចំណូលសម្រាប់ជាតិក៏មានការកើនឡើងខ្ពស់តាមរយៈវិស័យទេសចរណ៍ជាវិស័យមួយដែលទាញចំណូលមកចូលនៅក្នុងប្រជាជាតិយើងជាចំណូលមួយដែលគ្មានហានិភ័យសម្រាប់ប្រជាជនសម្រាប់ប្រជាជាតិនោះទេដូច្នេះហើយយើងម្នាក់ជាពលរដ្ឋខ្មែរគួរតែរួមគ្នាក្នុងការអភិវឌ្ឍរួមគ្នាជួយរក្សានៅតំបន់ទេសចរណ៍នានាឲ្យបានគង់វង្សហើយនឹងអភិវឌ្ឍទាំងអស់គ្នាឲ្យមានភាពរីកចម្រើនឲ្យមានភាពស្រស់ស្អាតកាន់តែស្រស់ស្អាតសម្រាប់ទឹកដីនៃយើងទាំងអស់គ្នាដើម្បីជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរភ្ញៀវជាតិភ្ញៀវអន្តរជាតិទាំងឡាយដែលមកទស្សនាហើយទាក់ទាញចំណាប់អារម្មណ៍គេហើយនឹងទាក់ទាញសម្រាប់គ្រប់ជាតិសាសន៍ទាំងអស់មកទស្សនានៅទឹកដីយើងហើយក៏មានភាពរីកចម្រើនទៅដល់ប្រជាជននានាឲ្យមានការអភិវឌ្ឍនិងមានចំណូលគ្រប់គ្រាន់សម្រាប់ជួយក្រុមគ្រួសារហើយជួយទៅដល់សង្គមជាតិយើងបានតើតែយើងគ្រប់គ្នាចេះរួបរวมគ្នាចេះជួយគ្នាទៅវិញទៅមកជួយរួមចំណែកគ្នាក្នុងការរក្សានៅធនធានដែលមានស្រាប់ហើយអភិវឌ្ឍនៅធនធានដែលមិនទាន់មានឲ្យរីកចម្រើនឡើងជាដរាបនោះជាតិយើងនឹងរីកចម្រើនជាទៅមុខមិនខាននោះឡើយសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់រហូតដល់ចប់អរគុណច្រើនសង្ឃឹមថាវីដេអូនេះនឹងបានចែករំលែកបន្តទៅដល់បងប្អូនខ្មែរយើងទៀតឲ្យបានឃើញនឹងភ្ញៀវទេសចរអន្តរជាតិបន្តផងដែរអរគុណ